มาដល់ពេលបច្ចុប្បន្ននេះយើងមើលឃើញថាភាពផ្លិតផ្លើនរបស់យុវជនជាពិសេសបងប្អូនសិស្សានុសិស្សយើងមើលឃើញថាសម្បូរមែនទែនវាដោយសារតែការជះនៅឥទ្ធិពលមិនល្អពីសង្គមខាងក្រៅអញ្ចឹងទៅក្មេងខ្លះកូនខ្លះម៉ែឪលះបង់ឈាមស្រស់សាច់ស្រស់នៅក្នុងការធ្វើម៉េចក៏ដោយឲ្យតែកូននឹងបានសិក្សារៀនសូត្រគាត់សុខចិត្តលះបង់អស់គ្រប់បែបយ៉ាងទាំងអស់ក្រុមក្តៅឈឺល្ងាអីក៏គាត់អត់ខ្វល់ដែរក្តីរំពឹងរបស់គាត់គឺចង់ឃើញកូនរបស់គាត់នឹងមានចំណេះនឹងគេរៀនបានខ្ពង់ខ្ពស់នឹងគេពីព្រោះគាត់យល់ច្បាស់ណាស់ភាពល្ងងខ្លៅអវិជ្ជាវាពិតជាពិបាកមែនទែនក្នុងការជួយគ្រួសាររបស់គាត់នឹងឲ្យរីកចម្រើនដោយគ្រួសាររបស់គេដូច្នេះហើយគាត់សច្ចាពេលខ្លះគាត់ចេញទៅក្រៅប្រទេសទៅធ្វើការដើម្បីរកលុយមកក្នុងគុណគងការសិក្សារបស់កូនរបស់គាត់នឹងឯងប៉ុន្តែជាអកុសលដោយសារតែកូនរបស់គាត់នឹងមានតំណែងតំណងមិនល្អមានមិត្តភ័ក្តិមិនល្អហើយអញ្ចឹងទៅធ្វើឲ្យអស់ទាញកូនរបស់គាត់នឹងពេលខ្លះឃើញបាត់ទៅពីផ្ទះទេប៉ុន្តែអត់ចូលសាលាទៅសាលាមិនខំរៀនមិនស្ដាប់គ្រូហើយដល់ពេលគាត់មិនបាននៅតាមដានទៅទៀតនោះអញ្ចឹងអាកូននឹងវាសេរីទៅលទ្ធផលចុងក្រោយម៉ាក់ប៉ាទទួលដំណឹងថាកូនអត់ដែលចូលរៀនកូនប្រឡងធ្លាក់កូនមិនអាចឡើងថ្នាក់បាននៅពេលនោះបានគាត់ដឹងហើយគាត់ពិតជាមានវិបដិសារីខ្លាំងមែនទែនគាត់ពិតជាឈឺចាប់ខ្លាំងបំផុតប៉ុន្តែមិនដឹងថាធ្វើម៉េចអញ្ចឹងក្នុងនាមយើងជាកូននេះយើងមានមុខមានមាត់អីណាយើងមានមុខមានមាត់អីយើងសាសម័យមកគាត់ធ្វើការហត់ណាស់លំបាកណាស់ទម្រាំតែបាន10000 20000នេះហើយមកឲ្យយើងមករៀននេះហើយយើងបែរជាមិនយកមករៀនយកទៅចាយនៅក្នុងផ្លូវខុសមិនចូលសាលារហូតទៅដល់មានការជក់ថ្នាំប្រើប្រាស់គ្រឿងញៀនអីអញ្ចឹងទៅទៀតតើគាត់ទៅអាចទទួលយកបានទេពិបាកណាស់ក្នុងការទទួលយកណាអញ្ចឹងខ្ញុំចង់ដាស់តឿនថាមានតែចំណេះវិជ្ជាទេមានតែចំណេះដឹងទេទើបអាចជួយខ្លួនយើងទើបអាចជួយគ្រួសារយើងទើបអាចជួយសង្គមជាតិរបស់យើងឲ្យរីកចម្រើនដូចគេបានបងអូននៅក្មេងបងអូនត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានសមត្ថភាពព្រោះថាថ្ងៃក្រោយពេលដែលយើងមានចំណេះដឹងទៅពេលដែលយើងមានសមត្ថភាពទាំងអស់ហ្នឹងទៅយើងអាចយកវាមកចិញ្ចឹមជីវិតរបស់យើងបានចុះបើយើងខ្សោយចុះបើយើងអត់សមត្ថភាពហើយទៀតសោតគ្រួសាររបស់យើងក្រីក្រទៅទៀតនោះពិតជាពិបាករកអ្នកជួយយើងណាស់ហើយយើងខ្លួនឯងនេះដែលជាអ្នកទទួលខុសត្រូវលើជីវិតរបស់យើងនេះតើវាទៅជាយ៉ាងណាអញ្ចឹងការខ្ជិលច្រអូសការសបាយផ្លិតភ្លើនភ្លេចខ្លួនណាការដែលមិនខិតខំប្រឹងប្រែងពង្រឹងជំនាញអញ្ចឹងថ្ងៃក្រោយទៅបងអូននឹងជួបការលំបាកហើយប៉ុន្តែជីវិតបងអូននឹងរស់ស្រួលប្រសិនណាបងអូនខិតខំប្រឹងប្រែងក្រេបជញ្ជក់គេហៅថានឿយមុនស្រណុកក្រោយនោះបងអូននឹងរស់ស្រួលថ្ងៃក្រោយដូច្នេះហើយត្រូវតែប្រឹងប្រែងពេលហ្នឹងទាន់មានឱកាសពីព្រោះ10ឆ្នាំមិនមានច្រើនដងទេណាចឹងត្រូវប្រឹងប្រែងដើម្បីអនាគតរបស់យើងដើម្បីអនាគតគ្រួសាររបស់យើងប្រទេសជាតិរបស់យើងអូខេ